ពេជ្រវតីសារ៉ាវឌីបង្ហាញរូបសម្រស់ដ៏ស្រស់សោភាលើទូកនេសាទនៅលើទឹកដីខេត្តកោះកុងបង្អួតសម្រស់ទឹកដីទេសចរក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរអមដោយសារដាស់តឿនឲ្យចេះផ្ដល់ឱកាសដល់ខ្លួនឯងពេជ្រវតីសារ៉ាវឌីដែលជាបបរកញ្ញាដ៏មានប្រជាប្រិយភាពម្នាក់បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្ហោះរូបភាពថ្មីៗនៅលើបណ្ដាញសង្គមក្នុងសម្លៀកបំពាក់ពណ៌ខៀវស្រស់ឆើតឆាយបង្ហាញពីរាងរើយ៉ាងតាក់ទាញនៅលើទូកនេសាទក្នុងទឹកដីខេត្តកោះកុងក្រៅពីបង្ហាញរូបសម្រស់កញ្ញាក៏បានចែករំលែកនូវទស្សនៈជីវិតដ៏មានន័យទាក់ទងនឹងការអភិវឌ្ឍខ្លួនដល់អ្នកគាំទ្រផងដែរសកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការពេជ្រវតី Catwalk City Tour 25 Province ដែលមានគោលបំណងលើកស្ទួយវប្បធម៌និងវិស័យទេសចរតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាតាមរយៈរូបភាពទាំងនេះកញ្ញាមិនត្រឹមតែបង្ហាញពីសម្រស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែបានបង្ហាញពីទស្សនវិជ្ជាជីវភាពនិងសោភ័ណភាពនៃតំបន់វត្តសមុទ្រក្នុងខេត្តកោះកុងថែមទៀតផងឧបសគ្គដែលរារាំងយើងមិនឲ្យលូតលាស់ពេលខ្លះមិនមែនមកពីបញ្ហាទេតែគឺវាអាចមកពីខ្លួនយើងផ្ទាល់ព្រោះពេលខ្លះបើយើងខ្លួនឯងមិនព្រមបើកឱកាសឲ្យខ្លួនឯងរៀនដើររៀនលូតលាស់ខ្លះទេទោះផ្លូវស្រួលប៉ុណ្ណាក៏យើងមិនងាយទៅដល់កោះត្រើយដែរនេះគឺជាសារផ្ដល់កម្លាំងចិត្តពីស្ត្រីដ៏មានឥទ្ធិពលផ្នែកសម្រស់និងជារាជិនីនៃការដើរបង្ហាញម៉ូដពេជ្រវតីសារ៉ាវឌី